នៅពេលដែលគាត់កាប់ដើមឫស្សីនេះគាត់កំពុងស្វែងរកវត្ថុកម្របំផុតមួយដែលរុក្ខជាតិអាចបង្កើតបានភាពកម្រនិងតម្លៃត្បូងឫស្សីអ្វីដែលលាក់នៅខាងក្នុងនោះត្រូវបានគេហៅថាគ្រាប់អង្កាមឫស្សីដែលតាមពិតទៅវាគឺជាត្បូងធម្មជាតិដែលបង្កើតចេញពីដើមឫស្សីតម្លៃគ្រាប់ទាំងនេះអាចលក់បានជាង$3,000ព្រោះអ្នកប្រមូលផលឫស្សីភាគច្រើនអាចនឹងចំណាយពេញមួយជីវិតដោយមិនដែលបានឃើញវាសូម្បីតែមួយគ្រាប់អត្រាកាត់ឡើងវាកាត់មានតែក្នុងអត្រាប្រហែល1ក្នុងចំណោម10,000ដើមឫស្សីប៉ុណ្ណោះលក្ខខណ្ឌបង្កើតមូលហេតុគឺដោយសារតែលក្ខខណ្ឌដែលត្រូវការដើម្បីបង្កើតវាគឺស្ទើរតែមិនអាចទៅរួចទេការស្ទះជ័រដើមឫស្សីត្រូវទៅចាប់បាំងជ័រដែលសម្បូរទៅដោយសារធាតុរ៉ែតូចមួយនៅខាងក្នុងបន្ទប់ដែលបិទជិតអស់រយៈពេលជាច្រើនឆ្នាំការរឹងទុកឲ្យជ័រនោះស្ងួតនិងរឹងរហូតដល់សារធាតុទាំងនោះបញ្ចូលគ្នាបន្តិចម្ដងហើយក៏កើតទៅជាថ្មមួយគ្រាប់សូមអរគុណសម្រាប់ការទស្សនាចុច like និង share ដើម្បីទទួលបានវីដេអូជាច្រើនទៀត